បាទជំរាបសួរពុកម៉ែបងប្អូនគ្នាថ្ងៃនេះជួបជាមួយខ្ញុំបាទសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំមកបង្ហាញពុកម៉ែបងប្អូនគ្នាបាទរបៀបផ្ទេរវីដេអូរូបភាពបាទរូបភាពដែលយើងថតពីទូរស័ព្ទមួយទៀតណាឬក៏យើងចង់ផ្ទេរពីមិត្តភ័ក្តិរបស់យើងនៅពេលដែលយើងទៅដើរលេងទ្រីបអីចឹងទៅយើងថតទៅបាទយើងបានវីដេអូរូបភាពហើយតែយើងអត់ដឹងថាផ្ញើគាត់ធ្វើម៉េចពីច្រើនបងប្អូនគ្នាផ្ញើតាមឆាតតាម Telegram អីចឹងណាឥឡូវខ្ញុំមកប្រាប់បងប្អូនគ្នាបាទវិធីផ្ញើលឿនហើយរូបភាពនិងវីដេអូរបស់យើងច្បាស់ទៀតចឹងបងប្អូនគ្នាដើម្បីធ្វើការផ្ញើបានបងប្អូនគ្នាត្រូវបាទមើលកន្លែង control របស់យើងនេះយើងអស់លើមកបន្ទាប់មកបងប្អូនគ្នាចុចកន្លែងសញ្ញាបូកនេះសម្រាប់បងប្អូនគ្នាអត់តន់ត្រឡើងមកណាចឹងចុចកន្លែងសញ្ញាបូកនោះមកបន្ទាប់មកយើងចុចកន្លែង add control បាទបន្តមកទៀតបងប្អូនគ្នាអស់ចុចក្រោមបាទរកពាក្យថាគេដាក់ថា AirDrop អញ្ចឹងបងប្អូនគ្នាចុចលើហ្នឹងមកបាទបន្តមកយើងចុចចេញទៅវិញអញ្ចឹងដើម្បីផ្ទេរវីដេអូរូបភាពទៅទូរស័ព្ទមួយទៀតពុកម៉ែបងប្អូនគ្នាគ្រាន់តែចុចនៅលើហ្នឹងមកបាទបន្តមកយើងយកពាក្យថា everyone នេះខាងក្រោមគេហ្នឹងអញ្ចឹងយើងចុចខាងក្រោមហ្នឹងមកបាទយើងបានបើកហើយតមកយើងចុចចូលទៅកន្លែងបាទវីដេអូឬក៏រូបភាពដែលយើងចង់ផ្ញើទៅទូរស័ព្ទមួយទៀតណាបាទឥឡូវខ្ញុំឧទាហរណ៍ខ្ញុំរើសវីដេអូមួយចុះបាទឥឡូវខ្ញុំចង់ផ្ញើវីដេអូនេះទៅទូរស័ព្ទមួយទៀតអញ្ចឹងឥឡូវខ្ញុំធ្វើការចុចនេះបងប្អូនគ្នាមើលកន្លែងខាងឆ្វេងដៃណាកន្លែងសញ្ញាព្រួយហ្នឹងយើងចុចលើហ្នឹងមកបាទហើយនឹងចេញទម្រង់បែបនេះអញ្ចឹងបងប្អូនគ្នាចុចយកពាក្យថា AirDrop បាទយើងចុចនៅកន្លែងលើហ្នឹងមកនេះវានឹងលោតយើងបើកទូរស័ព្ទមួយទៀតយើងបើកដូចគ្នាយ៉ាងដែរណាយើងបើកមុខងារនឹងដូចគ្នាបាទយើងបើកកន្លែង AirDrop នឹងដូចគ្នាបើកដូចគ្នាអញ្ចឹងមកបន្ទាប់មកយើងចុចបាទវាលោតនឹងលោតទូរស័ព្ទឲ្យយើងផ្ញើទៅហើយអញ្ចឹងយើងគ្រាន់តែចុចបាទនៅលើទូរស័ព្ទហ្នឹងមកបាទហើយវាបានផ្ញើទៅទូរស័ព្ទមួយទៀតហើយអញ្ចឹងបងប្អូនគ្នាគ្រាន់តែចុចពាក្យថា accept បាទបន្ទាប់មកវានឹងផ្ញើបាទវីដេអូឬក៏រូបភាពហ្នឹងទៅនេះយើងធ្វើការរងចាំបន្តិចមកឲ្យវាដើរពេញសិនណាបងប្អូនគ្នាបាទឥឡូវវាបានធ្វើការដើរពេញហើយអញ្ចឹងវីដេអូហ្នឹងវាបានផ្ញើទៅហើយចូលហើយអញ្ចឹងយើងចង់ផ្ញើទៅរូបភាពមួយទៀតអញ្ចឹងយើងចុចចេញមកវិញមកបាទចុចផ្ញើខ្វែងបន្ទាប់មកយើងរើសយករូបភាពណាដែលយើងចង់ផ្ញើឧទាហរណ៍ខ្ញុំចង់ផ្ញើរូបភាពនេះទៅមួយទៀតយើងចុចលើរូបភាពហ្នឹងមកបន្ទាប់មកបងប្អូនគ្នាចុចកន្លែងសញ្ញាព្រោះដូចគ្នាបាទហើយយកពាក្យកន្លែង AirDrop ហ្នឹងបាទហើយចុចកន្លែងទូរស័ព្ទហ្នឹងមកបាទហើយយើងចុច skip មកចុច accept មកបាទហើយរូបភាពហ្នឹងវាបានផ្ញើទៅទូរស័ព្ទមួយទៀតចូលទៅទូរស័ព្ទមួយទៀតហើយអញ្ចឹងរូបភាពទាំងវីដេអូគឺច្បាស់ដូចគ្នាបងប្អូនគ្នាយើងថតទូរស័ព្ទហ្នឹងមិនវាចូលទៅទូរស័ព្ទហ្នឹងបែបហ្នឹងដូចគ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនគ្នាកុំភ្លេចចុច like follow បាទ page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃអរគុណជួបខ្ញុំនៅវីដេអូក្រោយទៀត